សូមគោរពមកប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Mr. 855 ឥឡូវនេះខ្ញុំក៏សូមនាំអារម្មណ៍មកប្រិយមិត្តទាំងអស់គ្នាតាមដានព័ត៌មានទាក់ទងទៅនឹងតារានៅក្រៅប្រទេសវិញម្ដងព័ត៌មានដែលខ្ញុំលើកយកមកបង្ហាញនេះគឺមានចំណងជើងថារំលឹកម៉ូដសក់ទាំង10របស់ Lee Min Ho ដែលអ្នកគ្រប់គ្រងបំភ្លេចមិនបានលោក Lee Min Ho ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតារាសម្ដែងកូរ៉េដ៏ល្បីឈ្មោះមួយរូបដែលមានរូបរាងសង្ហាសម្បូរដោយមន្តស្នេហ៍លោកបានចូលប្រឡូកក្នុងវិថីសិល្បៈកាលពីឆ្នាំ2003តែទៅនឹងសម្បូរប្រជាប្រិយភាពខ្លាំងនៅឆ្នាំ2009ព្រោះតែរាងខ្ពស់ស្រឡះនិងមុខមាត់ស្រស់សង្ហាបូករួមនឹងស្ទីលលេងម៉ូដលេងខ្លួនប្លែកៗក្នុងសាច់រឿងនីមួយៗលោកបានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាច្រើននិងអាចចាប់ជាប់បេះដូងនារីបានយ៉ាងងាយភាពសង្ហារបស់លោកក៏បានពឹងផ្អែកលើម៉ូដសក់មួយផ្នែកតូចផងដែរហើយខាងក្រោមនេះជាម៉ូដសក់ទាំង10របស់លោកដែលអ្នកគ្រប់គ្រងមិនអាចបំភ្លេចបានប្រិយមិត្តទាំងអស់គ្នាសម្រាប់រឿងរ៉ាវដែលទាក់ទងទៅនឹងម៉ូដសក់ទាំង10របស់ Lee Min Ho ដែលខ្ញុំបានលើកយកមកធ្វើការអត្ថាធិប្បាយនៅពេលនេះក៏ឈានដល់ទីបញ្ចប់ផងដែរអរគុណសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលតែងតែគ្រប់គ្រង Mr. 855រាល់ពេលដែលធ្វើការអត្ថាធិប្បាយរបស់ខ្ញុំក៏បើមានកំហុសខុសឆ្គងប្រងប្រការណាមួយក៏សូមខន្តីអភ័យទោសពីប្រិយមិត្តទាំងអស់គ្នាផងនៅពេលនេះផងដែរខ្ញុំបាទក៏សូមអរគុណនិងសូមអរកាយគ្រប់លា